អាយុដំអភិសន្តិបណ្ឌិតនិងនាយកអង្គការ UNICEF វាតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកបណ្ឌិតវីលផាកនាយកអង្គការ UNICEF ប្រចាំនៅកម្ពុជាបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃអាយុដំអភិសន្តិបណ្ឌិតបានថ្លែងអំណរគុណអង្គការ UNICEF ដែលតែងតែគិតគូរយកចិត្តទុកដាក់និងជួយឧបត្ថម្ភគាំទ្រដល់ការកសាងបណ្ដុះបណ្ដាលធនធានមនុស្សនិងអភិវឌ្ឍប្រទេសកម្ពុជានិងបានកោតសរសើរនៅលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការ UNICEF និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមកដែលនាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាអាយុដំអភិសន្តិបណ្ឌិតក៏បានថ្លែងអំណរគុណ UNICEF ផងដែរដែលបានសហការជាមួយក្រសួងមហាផ្ទៃក្នុងការអនុវត្តគម្រោងធំៗចំនួន2កន្លងមកគឺគម្រោងលើកកម្ពស់សេវាសង្គមនិងគម្រោងកិច្ចការពារកុមារដែលជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពនិងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាជាពិសេសជនងាយរងគ្រោះដែលមានទាំងស្ត្រីក្រីក្រកុមារកំព្រាចាស់ជរាជនមានពិការភាពជាដើមលោកបណ្ឌិតវីលផាកបានរាយការណ៍អំពីវឌ្ឍនភាពនិងផែនការការងារនៃការអនុវត្តឆ្នាំ2024ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការដូចជាកម្មវិធីគោលនយោបាយសង្គមកម្មវិធីអប់រំកម្មវិធីសុខភាពនិងអាហារូបត្ថម្ភនិងកម្មវិធីកិច្ចការពារកុមារអាយុដំអភិសន្តិបណ្ឌិតនិងលោកបណ្ឌិតវីលផាកក៏បានអបអរសាទរចំពោះវឌ្ឍនភាពនិងវិតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអង្គការ UNICEF និងក្រសួងមហាផ្ទៃក្នុងការបន្តពង្រឹងលើកកម្ពស់និងអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ Thank you.